ទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតទៅលើការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃអញ្ចឹងថ្ងៃនេះថ្ងៃទី4ដើមខែ3អញ្ចឹងយើងទៅមើលបកគោប្រចាំខែថ្មីទាំងអស់គ្នាណាអញ្ចឹងយើងមើលបកគោខែចាស់កាលខែកុម្ភៈខែ2យើងមើលមាសនៅតែមានកម្លាំងទិញបាទបិទជាមួយនឹងបកគោ Q តម្លៃសម្រាប់ខែថ្មីនេះបើកផ្សារមកគឺកំពុងតែអាប់ឡើង strong មែនទែនសម្រាប់ស្នាយោមាសនៅដើមខែនេះតោះយើងមើលបកគោប្រចាំសប្តាហ៍ទៀតបាទសម្រាប់បកគោប្រចាំសប្តាហ៍បងប្អូនមើលគឺសប្តាហ៍មុនហ្នឹងគឺវាបិទជាមួយនឹងបកគោក្រហម Berisian Cafe ឥឡូវនេះសប្តាហ៍ថ្មីកំពុងតែមានការកើនឡើងទៅអត់មានសញ្ញាចុះមកវិញទេអញ្ចឹង monthly Q weekly ក៏ Q ដែរណាតោះយើងមើលបកគោប្រចាំថ្ងៃទៀតបកគោប្រចាំថ្ងៃបងប្អូនមើលគឺស្របគ្នាទាំងអស់ណាដេញពី monthly weekly daily គឺនៅតែ still up ឡើង strong មែនតើណាអញ្ចឹងស្នាយោនេះខ្ញុំគិតថាមាសបើសិនជាអត់មានសញ្ញារីជីកនៅក្នុងថ្ងៃហ្នឹងទេមាសខ្ញុំគិតថាអាចនឹង break high ថ្មីបន្ថែមទៀតណា break high តម្លៃចាស់របស់វាកាលខែ2តោះជាមួយរយៈពេល4ម៉ោងទៀតអញ្ចឹងសម្រាប់រយៈពេល4ម៉ោងអ្នកទាំងអស់គ្នាមើលយើងមើល trend មានណាយើងមើលតា trend ចុងក្រោយហ្នឹងទៅគឺវាបាន break ជើងនេះណា break ជើងឡាស់ high below របស់វាបើន័យថាពីដើមនេះជា low high below high by high below អានេះជា high by high ហើយអញ្ចឹងមិនអញ្ចឹងកាលចុងខែ2នេះណាចុងខែ2នេះគឺវា down មកខ្លាំងដែរគឺបាន break ជើង low នេះអញ្ចឹងឲ្យសញ្ញាថាមាននេះគឺឱកាសនឹងអាចចុះមកវិញខ្លះណាសម្រាប់ស្នាយោមាសបែបនេះប៉ុន្តែយើងមើលចាប់អារម្មណ៍ការឡើងរបស់វានេះណាវាបាន break low ហ្នឹងមែនប៉ុន្តែយើងមើលការឡើងរបស់វានេះគឺកម្លាំងឡើងគឺឡើងទៅ strong មែនតើវាអត់ឡើងជាប្រភេទ correction ណាអញ្ចឹងមាសបើសិនជាការឡើងរបស់វានេះឡើងជាប្រភេទ ABC correction អញ្ចឹងមាសមិននឹង follow ស្នាយោ down នេះអីណានឹងក្រោមទៀតណាអញ្ចឹងខ្ញុំព្យាករណ៍ថាមាសនេះគឺអត់ពិបាកក្នុងការ down ណាដោយសារអីដោយសារតែការឡើងរបស់វានេះគឺឡើងជាប្រភេទ strong up strong impulse អញ្ចឹង strong impulse ហ្នឹងខ្ញុំគិតថាអត់យូរប្រហែលទេមាសគឺនឹង break high ថ្មីបន្ថែមទៀតហើយនឹងបែកកំណត់ត្រាថ្មីបន្ថែមទៀតសម្រាប់មាសអញ្ចឹងតំបន់បច្ចុប្បន្នតម្លៃបច្ចុប្បន្ន current price នេះអ្វីដែលខ្ញុំ concern នោះគឺមាសទិញក៏រៀងពិបាកក្នុងការទិញដែររៀងរីដែរបើ sell អត់មានសញ្ញា sell ល្អទេណាកំពុងតែ still up ទាំងអស់អញ្ចឹងចាំមើលគោម៉ោង10ម៉ោង11ទៅបើសិនជាមានរីជីកក្រហមមាននេះអាចនឹងចុះមកវិញខ្លះណាភាគរយបើសិនជាមានរីជីកនៅក្នុងយប់ហ្នឹងណាអាចនឹងធ្វើការ down មកវិញខ្លះបង្កើតជា correction តែបើសិនជាម៉ោង9បិទ Q ម៉ោង10នៅតែ Q ទៀតគេណាមាសអញ្ចឹងស្អែកហ្នឹងនឹងបន្តទៅលើខ្លាំងបន្ថែមទៀតណាសនាយោមាសអ្វីដែលខ្ញុំមើលឃើញអញ្ចឹងសនាយោមាសនេះគឺសម្រាប់ខ្ញុំគឺ still with tension សម្រាប់មាសបើចង់ sell លុះត្រាតែមិនលុះត្រាតែទី1វា break តម្លៃ high ចាស់របស់វាទី2មានសញ្ញា reversal ពីលើនឹងមកទៀតណាល្បាក់តម្លៃ 3000 នេះចាំអាច sell មកបានសម្រាប់មាសអញ្ចឹងទំនោរបច្ចុប្បន្ននេះគឺការឡើងខ្លាំងមែនតើណាពីតែមួយថ្ងៃហ្នឹងគឺការឡើងខ្លាំងមែនតើអញ្ចឹងយើងលក់អត់ទាន់បានទេមានដោយសារតែស្នាយោគឺនៅតែ still up ទាំងអស់ជាមួយ candlestick គឺនៅតែ still bullish ទាំងអស់ណាអរគុណជួបគ្នាវីដេអូក្រោយទៀត